ធ្លាក់យន្តហោះខ្នាតតូចមួយគ្រឿងទៀតហើយដែលបណ្ដាលឲ្យមនុស្សចំនួន8នាក់បានបាត់បង់អាយុជីវិតនៅរដ្ឋ Alaska នៃសហរដ្ឋអាមេរិកកាលពីថ្ងៃទី20ម្សិលមិញអង្អែងបងប្អូនមានយន្តហោះខ្នាតតូចមួយបានធ្វើការធ្លាក់នៅក្នុងតំបន់ដាច់ស្រយាលមួយក្បែរប្រព័ន្ធរ៉ាដានៅក្នុងរដ្ឋ Alaska ដែលបណ្ដាលឲ្យមនុស្សដែលជិះនៅលើយន្តហោះទាំងអស់នោះគឺបាត់បង់អាយុជីវិតទាំងអស់តែម្ដងបន្ទាប់ពីក្រុមជួយសង្គ្រោះហ្នឹងគឺទៅដល់គឺมันមានឃើញនរណាមានអាយុជីវិតនោះទេតែការធ្លាក់នេះគឺវាបានកើតឡើងនៅក្នុងអាកាសយានដ្ឋានទីតាំងរ៉ាដាចម្ងាយឆ្ងាយមួយ Cape Newham ចម្ងាយប្រហែលជា725គីឡូម៉ែត្រភាគខាងលិចនៃទីក្រុង Anchorage នៃរដ្ឋ Alaska បើតាមការបញ្ជាក់របស់មេបញ្ជាការនៃរដ្ឋ Alaska បានបញ្ជាក់ថាហេតុការណ៍នេះគឺជាការខាតបង់ធ្ងន់ធ្ងរតែម្ដងចំពោះក្រុមគ្រួសាររបស់យោធាសហរដ្ឋអាមេរិកហើយគាត់បានបញ្ជាក់ថែមទៀតផងដែរថាជនរងគ្រោះដែលបាត់បង់អាយុជីវិតនោះគឺពួកគាត់គឺជាអ្នកដែលខិតខំប្រឹងប្រែងអ្នកជំនាញតែម្ដងនៅក្នុងការបំពេញបេសកកម្មនៅលើអាកាសដ៏លំបាកមួយហើយគាត់បានចាត់ទុកថានេះគឺជាការខាតបង់មួយដ៏ធំមួយសម្រាប់យោធារបស់សហរដ្ឋអាមេរិកខណៈពេលដែលការស៊ើបអង្កេតកំពុងតែដំណើរការបន្តផងដែរបងប្អូនកុំភ្លេច follow page របស់ខ្ញុំម្នាក់មួយផងជួបជាមួយនឹងខ្ញុំលីហួរនៅវីដេអូបន្តទៀត